សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះគឺមានចំណងជើងថាអកំបាំងទាំង5មានប្រយោជន៍ច្រើនចំពោះស្ត្រីទៅពពោះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំអំឡុងពេលទើបមានផ្ទៃពោះគឺជាដំណាក់កាលដ៏ពិបាកបំផុតមួយសម្រាប់ស្ត្រីភាគច្រើនការដោះស្រាយបញ្ហានេះឲ្យទាន់ពេលវេលានិងរក្សាសុខភាពឲ្យរឹងមាំគឺជារឿងសំខាន់បំផុតទោះបីជាការពពោះមានលក្ខណៈខុសៗគ្នានិងផ្ដល់បទពិសោធន៍ប្លែកៗពីគ្នាក៏ពិតមែនប៉ុន្តែម៉ាក់ក៏អាចជួបសញ្ញាទូទៅមួយចំនួនដែរដូច្នេះហើយដើម្បីទទួលបានសុខភាពល្អនៅអំឡុងពេលទើបមានផ្ទៃពោះម៉ាក់ក៏បីអនុវត្តវិធីសាស្ត្រដូចខាងក្រោមនេះចំណុចទី1ញ៉ាំអាហារបំពន់ពិតណាស់អាហារបំពន់មានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការជួយទ្រទ្រង់រាងកាយនិងការលូតលាស់របស់ទារកក្នុងផ្ទៃម៉ាក់ក៏បីញ៉ាំអាស៊ីតហ្វូលិកជាប្រចាំនៅក្នុងត្រីមាសដំបូងក៏ដូចជាវីតាមីន D អំឡុងពេលពពោះនិងបន្ទាប់ពីសម្រាលរួចពិតណាស់អាស៊ីតហ្វូលិកអាចការពារទារកប្រឆាំងនឹងការខូចទ្រង់ទ្រាយប្រព័ន្ធប្រសាទរីឯវីតាមីន D អាចជួយដល់សុខភាពឆ្អឹងរបស់ទារកបានយ៉ាងល្អប្រសើរប្រសិនបើម៉ាក់ចង់ញ៉ាំអាហារបំពន់ដទៃទៀតម៉ាក់ក៏បីពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិនចំណុចទី2ធ្វើលំហាត់ប្រាណលំហាត់ប្រាណគឺជាឱសថដ៏ល្អបំផុតសម្រាប់អ្នកម្ដាយគ្រប់រូបវាជួយរំសាយភាពហត់នឿយនិង stress ក៏ដូចជាជួយឲ្យយើងគេងលក់ស្រួលជាងមុននៅអំឡុងពេល3ខែដំបូងនៃការពពោះលើសពីនេះការហាត់ប្រាណក៏ជួយកាត់បន្ថយការប្រែប្រួលហូម៉ូននិងធ្វើឲ្យយើងសម្រាលកូនតាមធម្មជាតិបានថែមទៀតផងចំពោះម៉ាក់ដែលធ្វើចលនាចុះឡើងជាជាងការអង្គុយនៅមួយកន្លែងនិងមិនសូវមានអាការៈក្អួតចង្អោរឡើយដូចនេះយើងគួរគប្បីចាប់ផ្ដើមពីការធ្វើលំហាត់ប្រាណរយៈពេល5នាទីបន្ទាប់មកទើបចាប់ផ្ដើមបន្តធ្វើលំហាត់ប្រាណរយៈពេល30នាទីប៉ុន្តែម៉ាក់ក៏គប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិនមុនពេលចាប់ផ្ដើមធ្វើលំហាត់ប្រាណណាមួយចំណុចទី3ញ៉ាំអាហារមានតុល្យភាពជាមួយគ្នានេះដែរនៅអំឡុងពេល6ខែដំបូងនៃការពពោះម៉ាក់មិនត្រូវការកាឡូរីបន្ថែមនោះទេម៉ាក់ត្រូវការកាឡូរីបន្ថែមត្រឹមតែ200កាឡូរីប៉ុណ្ណោះនៅត្រីមាសទី3ហេតុនេះហើយម៉ាក់គួរញ៉ាំអាហារដែលមានតុល្យភាពរួមមានអាហារធ្វើពីទឹកដោះគោសាច់ត្រីនិងប្រូតេអ៊ីនជាប្រចាំថ្ងៃបន្លែនិងផ្លែឈើជាដើមបន្ថែមពីនេះស្ត្រីពពោះក៏បីរក្សាជាតិទឹកក្នុងខ្លួនគ្រប់ពេលវេលាដោយការញ៉ាំទឹកផ្លែឈើស្រស់ឬទឹកធម្មតាយ៉ាងហោចណាស់8កែវក្នុងមួយថ្ងៃដើម្បីបញ្ជៀសបញ្ហាកង្វះជាតិទឹកចំណុចទី4រក្សាអនាម័យមាត់ធ្មេញអញ្ចាញធ្មេញរបស់ម៉ាក់អាចនឹងងាយប្រតិកម្មព្រមទាំងហើមដោយសារតែហូម៉ូនពេលពពោះដូចនេះការដុសធ្មេញនិងការប្រើអំបោះទាក់ធ្មេញជាប្រចាំគឺជារឿងចាំបាច់បំផុតនៅអំឡុងពេលនេះហើយប្រសិនបើយើងមានអាការៈក្អួតចង្អោរចូលដុសសម្អាតធ្មេញបន្ទាប់ពីក្អួតរួចពីព្រោះអាស៊ីតអាចបំផ្លាញស្រទាប់ការពារធ្មេញបានចូលខ្ពុលមាត់ជាមួយនឹងទឹកក្តៅអ៊ុនៗនិងដុសសម្អាតអណ្ដាតផងដែរចំណុចទី5គេងឲ្យបានគ្រប់គ្រាន់កម្រិតហូម៉ូនពពោះខ្ពស់នៅត្រីមាសទី1អាចធ្វើឲ្យម៉ាក់មានអារម្មណ៍អស់កម្លាំងខ្លាំងរីឯការឡើងទម្ងន់និងការគេងនៅក្នុងឥរិយាបថមិនល្អក៏រួមចំណែកធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់ដូចគ្នាប្រសិនបើម៉ាក់មិនអាចគេងលក់ស្រួលនៅពេលយប់ចូលគេងនៅពេលថ្ងៃឬឆាប់ចូលគេងជាងមុនក្នុងករណីដែលមានអាការៈឈឺខ្នងអំឡុងពេលពពោះរំខានដល់ការគេងម៉ាក់អាចគេងផ្អៀងទៅខាងឆ្វេងនិងអង្គុនជើងព្រមទាំងដាក់ខ្នើយនៅខាងក្រោមពោះដើម្បីកាត់បន្ថយសម្ពាធនៅខ្នងម្យ៉ាងវិញទៀតស្ត្រីពពោះក៏អាចធ្វើលំហាត់ប្រាណពុតពេនខ្លួនដកដង្ហើមវែងឬហាត់យូហ្គាដើម្បីបន្ធូរអារម្មណ៍ក៏ដូចជាជួយឲ្យយើងគេងលក់ស្រួលផងដែរ